ថ្ងៃខាងមុខទៅមានតែគិតថាចង់បានគ្រួសារនៅខេត្តកំពតទេអត់ហងងដោយសារតែមានខាងនោះហើយអត់ហងងដោយសារតែមានខាងនោះហើយអូខេជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ទីតាំងលោកយាយម៉ៅហើយបងប្អូនចង់ដឹងថាតកតងទៅនឹងថ្ងៃនេះបាទមានបងប្អូនយើងគាត់មកលេងកម្សាន្តនៅទីតាំងយាយម៉ៅនេះមានច្រើនប៉ុណ្ណាបងប្អូនចាំទៅទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាខ្ញុំនឹងធ្វើការទៅសម្ភាសក៏ដូចជាសួរនាំខ្លះៗតកតងទៅនឹងភ្ញៀវទេសចរដែលគាត់បានមកលេងនៅតំបន់នេះបាទហើយមានចម្រុះជាតិសាសន៍បងប្អូនបាទមានខ្មែរមានវៀតណាមមានចិននិងជនជាតិផ្សេងៗទៀតបាទគឺចម្រុះគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ទីតាំងលោកបរិវេណមុខលោកយាយម៉ៅហើយខ្ញុំនឹងធ្វើការទៅសម្ភាសបាទក៏ដូចជាសួរនាំព័ត៌មានមួយចំនួនទាក់ទងទៅនឹងភ្ញៀវទេសចរដែលគាត់បានមកលេងនៅទីតាំងនេះតោះឥឡូវបងប្អូនកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការទៅសម្ភាសជាមួយនឹងបងស្រីពីរនាក់នៅខាងក្រោយខ្ញុំនេះអូខេតោះឥឡូវបងប្អូនទៅជួបជាមួយខ្ញុំបានដល់គ្នាអូខេបងវាសួរបងសូមធ្វើវីដេអូមួយសូមជាស្អីបងឈ្មោះអីដែរខ្ញុំឈ្មោះអេនីចាបងមកពីខេត្តណាដែរខ្ញុំមកពីពោធិ៍សាត់ចាម៉ានហើយបងលើកទីម៉ានមកហ្នឹងទី1ចាមានអារម្មណ៍មិនដែរនៅពេលដែលបងបានមកលេងតាក់ទងទៅនឹងភ្នំបូកគោបើសតថ្មីហ្មងវាប្លែកបាទទៅមកដល់ទីតាំងហ្នឹងក៏មិនឬក៏មកពីលើមកវិញទៅមកដល់ហ្នឹងមិញចូលទីតាំងហ្នឹងទី1ហ្មងចាអញ្ចឹងនៅពេលដែលបងយីនោះបងធ្លាប់ដើរលេងកន្លែងដែលមានទេសភាពស្អាតហើយឃើញចង់និយាយថាយើងឃើញបរិវេណមួយដែលឃើញផ្ទះអ្នកភូមិប្រជាជនអីចឹងណាប្រជាជនច្រើននៃគាត់មកលេងច្រើនលោកយាយម៉ៅនេះតើបងមានអារម្មណ៍យ៉ាងណាដែរតាក់ទងទៅអារម្មណ៍បងផ្ទាល់និយាយទៅសុបាយចិត្តហើយមានអារម្មណ៍ថាវាខ្យល់មកវាត្រជាក់វា fresh អារម្មណ៍ស្រស់ស្រាយមើលពីលើទៅក្រោមចឹងទៅវាថាឃើញព្រៃឈើមានភ្នំមានអីចឹងទៅវាថាអារម្មណ៍យើងស្រស់ស្រាយចឹងបងសុបាយចិត្តហើយចឹងទៅពេលបងបានមកដល់កន្លែងហ្នឹងក៏ដូចជាទីតាំងមួយដែលមានទេសភាពមួយដែល cool បងត្រជាក់ចឹងហើយបងមានអារម្មណ៍មួយថាចង់ទៅផ្ទះវិញចង់ទៅស្រុកកំណើតវិញអត់យីនោះមានបងប្អូននៅទីតាំងហ្នឹងអត់មានបងប្អូនដែលរស់នៅខេត្តកំពតទេអត់មានទេចាមានគិតថាថ្ងៃខាងមុខទៅមានតែគិតថាចង់បានគ្រួសារនៅខេត្តកំពតទេអត់ហងងដោយសារតែមានខាងនោះហើយអត់ហងងដោយសារតែមានខាងនោះហើយចាកាត់ផ្សេងហើយនៅពេលដែលបងបានមកលេងបាទតាក់ទងទៅនឹងភ្នំបូកគោដែលបានឃើញទេសភាពមួយដែលស្អាតជាពិសេសនៅទីតាំងយាយម៉ៅបងគិតថាទីតាំងមួយហ្នឹងក៏ដូចជាទីតាំងនៅលំនៅឋានរបស់បងអញ្ចឹងណាតើមួយណាដែលបងគិតថាចង់រស់នៅជាងនិយាយទៅវាមួយយ៉ាងម្នាក់នៅនេះវាកន្លែងខេត្តគាត់ហៅសបោកន្លែងដើរលេងកន្លែងកំសាន្តច្រើនហើយណាមួយនៅនេះគឺជាកន្លែងទេសចរដែលមានទាំងភ្ញៀវជាតិនិងអន្តរជាតិមកច្រើនអញ្ចឹងបងហើយចំណែកខេត្តខ្ញុំក៏មានកន្លែងកំសាន្តទេសចរមកផ្នែកផ្សេងអញ្ចឹងទៅវាមួយយ៉ាងម្នាក់បាទអរគុណអញ្ចឹងបន្ទាប់ពីបងចេញពីទីតាំងនេះទៅបងធ្វើដំណើរទៅលើទៀតទៅកន្លែងកាស៊ីណូចាស់បន្តទៀតឬក៏យ៉ាងម៉េចក៏បងចុះទៅក្រោមវិញទៅកន្លែងទីក្រុងកំពតវិញបន្តទៅមុខទៀតបងប៉ុន្តែមានកម្រងថាចង់ទៅលេងក្រុងកំពតទេខ្ញុំទៅហើយទៅហើយចាព្រោះខ្ញុំមកពី2ថ្ងៃដែរមកសម្រាប់ពី2ថ្ងៃហើយចង់សួរអារម្មណ៍បងខ្លះពេលបងសម្រាប់នៅខេត្តកំពតយើងក៏ដូចជាទីក្រុងកំពតយើងសម្រាប់មួយថ្ងៃហ្នឹងតើបងបានដំណើរកម្សាន្តទៅទីតាំងណាខ្លះតទៅនឹងក្រុងកំពតខ្ញុំទៅភ្នំទៅច្រើនណាស់មាត់ព្រៃកំពតទៅក្រុងកំពតហើយទៅកពែទៅចលងភ្នំបាទបងមើលឃើញយ៉ាងម៉េចដែរតាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការរៀបចំក្រុងកំពតតើឋានៈដឹកនាំគាត់ធ្វើបានប្រមាណភាគរយគិតថាសម្រាប់ចំណាប់អារម្មណ៍បងមើលឃើញតាក់ទងទៅនឹងក្រុងកំពតស្អាតទេមានការរៀបចំស្អាតបងយើងមើលជីតាមផ្លូវទៅបរិស្ថានក៏ស្អាតហើយរចនាសម្ព័ន្ធផ្លូវអីក៏ល្អហើយភាគច្រើនគឺតាក់ទាញភ្ញៀវទេសចរបរទេសឃើញគាត់មកកំសាន្តច្រើនមិនថាតាមដងព្រែកតាមឆ្នេរតាមអីចឹងណាបងចាបងមក2នាក់ឬក៏មិនមកលក្ខណៈគ្រួសារក៏មិនព
ពីនេះដោយសារតែខ្ញុំមកលេងគាត់មក trend នៅកពត ខ្ញុំមកទូ ចា តិចនៅនឹងរយៈពេល3ខែ ចាគាត់មកធ្វើការ គាត់ពេទ្យមែន អត់ទេបងខាង finance ចា បៃណានទេបងហ្នឹងហើយអញ្ចឹងមកស្គាល់គ្នាទេស្គាល់គ្នាលក្ខណៈមិត្តភក្តិអី ខ្ញុំមិត្តភក្តិគ្នាតាំងពី បឋម រៀនប មើល ឋមមួយគ្នាមក អញ្ចឹងស្រុកកំណើតមួយគ្នាទេ មួយគ្នា ឥឡូវនៅមួយគ្នាទេស្រុកកំណើតគាត់នៅកពតបងនៅកពតមែន ខ្ញុំបច្ចុប្បន្នខ្ញុំនៅកពតប៉ុន្តែខ្ញុំនៅតែរយៈពេល3ខែខ្ញុំទៅត្រឡប់ទៅ ចុះ ក្នុង ពេញ វិញ ពេញ វា ហ្មង មកជួយការងារនៅខាងខេត្តកពតចឹង បាទអូខេអញ្ចឹងហ្នឹងហើយអញ្ចឹងអត់រំខានបងច្រើនទេហើយអរគុណក៏សម្រាប់ការសហការនិងការចូលរួមចែកម្លែកតកតងទៅនឹងយោបល់បាទតកតងទៅនឹងយោបល់បងហើយមើលឃើញថាបងមាន ចំណាប់អារម្មណ៍ក៏ដូចជាការស្រឡាញ់មួយតកតងទៅនឹងខេត្តកពតដែរប៉ុន្តែបងស្រឡាញ់ខេត្តជាងស្រឡាញ់ខេត្តដែលខ្លួនរស់នៅជាងបាទអញ្ចឹងវីដេអូនេះគឺខ្ញុំសូមសម្ភាសតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងបាទជូនពរធ្វើដំណើរសុខសប្បាយទាំងអស់គ្នា ចា